សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមមកចែករំលែកពីរបៀបធ្វើយ៉ាអ៊ូដែលមានរសជាតិសាបដែលបងប្អូនអាចធ្វើញ៉ាំនៅផ្ទះខ្លួនឯងបានដែលយ៉ាអ៊ូគឺជំនួយដល់ពោះវៀននិងការរំលាយអាហារបងប្អូនអាចញ៉ាំមួយថ្ងៃមួយកែវគឺជំនួយចំពោះសុខភាពចំពោះគ្រឿងផ្សំនាងខ្ញុំប្រើតែ2មុខទេគឺទឹកដោះគោស្រស់ចំនួន1ដបទូចចំណុះ830មីលីលីត្រចាក់ចូលទៅក្នុងឆ្នាំងមួយដោយនាងខ្ញុំអត់ទាន់បើកភ្លើងចង្ក្រានទេហើយបន្ទាប់មកទៀតខ្ញុំដាក់យ៉ាអ៊ូចូលចាក់យ៉ាអ៊ូហើយបន្ទាប់មកទៀតគឺនាងខ្ញុំកូរឲ្យយ៉ាអ៊ូរលាយនៅក្នុងទឹកដោះគោស្រស់ហើយនាងខ្ញុំបើកភ្លើងតូចល្មមឲ្យទឹកយ៉ាអ៊ូក្តៅប៉ុន្តែអត់ឲ្យពុះទេគឺបិទភ្លើងបន្ទាប់មកទៀតបងប្អូនអាចលើកឆ្នាំងដាក់ចុះហើយដួសដាក់ចូលនៅក្នុងកែវថ្មបើបងប្អូនចង់ផ្អែមអាចបន្ថែមទឹកដោះគោខាប់បានតែនាងខ្ញុំយករសជាតិសាបបងប្អូនយកធុងស្នោមួយមកហើយចាក់ទឹកក្តៅអ៊ុនដាក់កែវត្រាំទឹកក្តៅអ៊ុនហ្នឹងរយៈពេល10ម៉ោងបន្ទាប់ពី10ម៉ោងហើយបងប្អូនបើកកម្របមកគឺបានយ៉ាអ៊ូដែលមានរសជាតិសាបបងប្អូនអាចយកយ៉ាអ៊ូទៅដាក់ក្នុងទូទឹកកកបានទុកញ៉ាំរយៈពេល7ថ្ងៃសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នាខ្ញុំនៅវីដេអូក្រោយទៀត